ស៊ុបត្រាវជាមួយប្រហិតត្រីស្លាតមើលទៅជាមុខម្ហូបសាមញ្ញធម្មតាប៉ុន្តែបើរសជាតិវិញមិនធម្មតាហ្មងទេបងប្អូនដោយសារតែថាឆ្ងាញ់ខ្លាំងមែនតែនហ្មងណានិយាយទៅគឺមួយមុខនេះបងប្អូនគឺងាយស្រួលធ្វើទេហើយរសជាតិវិញនិយាយពីថាញ៉ាំហើយដឹងតែចង់ញ៉ាំទៀតដែរបងប្អូនតានេះអាចសាកធ្វើញ៉ាំបានហើយបើគ្រឿងផ្សំវិញគឺមានត្រាវហើយនិងប្រហិតត្រីស្លាតរួចហើយមានឆៃថាវមានប៉េងប៉ោះអញ្ច្រាមម៉ត់ស្លឹកខ្ទឹមហើយនិងខ្ទឹមសអញ្ច្រាមម៉ត់សម្រាប់ការធ្វើជាដំបូងគឺខ្ញុំយកត្រាវនឹងទៅបំពងសិនណាបងប្អូនគឺខ្ញុំយកកាត់ដុំបែបនេះណាបងប្អូនចង់កាត់ជារាងផ្សេងក៏បានដែរសម្រាប់ខ្ញុំគឺខ្ញុំកាត់រាងបែបហ្នឹងហើយប៉ុណ្ណឹងណាគឺខ្ញុំយកមកបំពងហើយប្រែឲ្យឆ្អិនទាំងសងខាងទៅមិនចាំបាច់ឲ្យឆ្អិនពេកទេបងប្អូនយើងគ្រាន់តែបំពងឲ្យវាល្មមទៅឲ្យវាក្លិនឈ្ងុយអញ្ចឹងណាមុននឹងយើងយកទៅដាក់ស្លដើម្បីឲ្យមានរសជាតិឆ្ងាញ់បើយើងអត់បំពងទេគឺស្លទៅអត់សូវឆ្ងាញ់ទេបន្ទាប់ពីបំពងត្រាវហើយគឺយើងដួសទុកម្ដុំសិនទៅរួចហើយយើងដាក់ឆ្នាំងមកយើងបំពងខ្ទឹមសអញ្ច្រាមម៉ត់ហ្នឹងណាបងប្អូនដាក់បំពងឲ្យរាងច្រើនតិចទៅគឺយើងដួសទុកខ្លះសម្រាប់ពេលដែលសម្លយើងឆ្អិនណាបងប្អូនពេលដែលយើងដួសទុកហ្នឹងគឺយើងសម្រោះខ្លាញ់ឲ្យអស់ទៅហើយដួសទុកហើយនៅសល់បន្តិចហ្នឹងគឺយើងយកទៅដាក់ឆាជាមួយនឹងប៉េងប៉ោះច្រាមម៉ត់ណាបងប្អូនដាក់ប៉េងប៉ោះចូលមកហើយលីងចុះឡើងឲ្យវាក្រហមល្អទៅណាបន្ទាប់មកបានខ្ញុំដាក់គ្រឿងផ្សំចូលសម្រាប់គ្រឿងផ្សំគឺខ្ញុំដាក់ប៊ីចេងបន្តិចដាក់ម្សៅស៊ុបបន្តិចដាក់ស្ករហើយនិងទឹកត្រីដែរលីងគ្រឿងគ្រូហ្នឹងជាមួយនឹងប៉េងប៉ោះហើយនិងខ្ទឹមលីងហ្នឹងឲ្យឈ្ងុយល្អរួចរាល់ហើយបានដាក់ទឹកចូលណាបងប្អូនសម្រាប់ទឹកសូនេះដែរបងប្អូនដាក់មកល្មមបានហើយយើងកុំដាក់ច្រើនពេកគឺយើងស្លបែបរៀងខាប់តិចទៅបានឆ្ងាញ់បន្ទាប់ពីទឹកពុះហើយគឺដាក់ត្រាវចូលតែម្ដងណាបងប្អូនរួចហើយគឺយើងដាក់ឆៃថាវចូលដែរដាក់ទុករងាស់ឲ្យទឹកពុះទៅរួចហើយគឺយើងមកគៀប្រហិតត្រីស្លាតដាក់ណាបងប្អូនប្រហិតត្រីស្លាតនេះដែរគឺខ្ញុំយកស្បៀគៀដាក់តែម្ដងគឺខ្ញុំអត់មានលុញវាមូលទេនឹងស្រេចតែបងប្អូននេះបងប្អូនចង់លុញឲ្យមូលក៏បានដែរហើយសម្រាប់ប្រហិតត្រីស្លាតនេះគឺខ្ញុំលាយគ្រឿងបន្តិចដែរគឺខ្ញុំដាក់ប៊ីចេងបន្តិចដាក់អំបិលបន្តិចហើយនឹងម្រេចដែររួចហើយគឺយើងវាយច្បល់វាឲ្យវាស្អិតល្អណាប្រហិតត្រីស្លាតហ្នឹងបើសិនជាយើងអត់វាយវាឲ្យខ្លាំងទេគឺវាអត់ស្អិតវាអត់ស្វិតល្អទេបន្ទាប់មកបងប្អូនភ្លក់ថែមថយគ្រឿងតាមចំណូលចិត្តទៅសម្រាប់ខ្ញុំគឺខ្ញុំស្ទើប្រៃបន្តិចគឺខ្ញុំថែមទឹកត្រីបន្តិចដែរបើសិនជាបងប្អូនយកទៅញ៉ាំជាមួយនឹងទឹកជ្រលក់ម្តងទៀតណាបងប្អូនមិនបាច់ធ្វើប្រៃពេកទេបងប្អូនធ្វើរៀងសាបទៅហើយបន្ថែមជាមួយនឹងបន្លែស្ពៃផ្សិតម្ជុលអីទៀតមកយើងយកទៅជ្រលក់ជាមួយទឹកជ្រលក់គឺថាឆ្ងាញ់ខ្លាំងមែនតើសម្រាប់ត្រាវបងប្អូនរកត្រាវណាដែលផុសល្អយកមកធ្វើស៊ុបត្រាវនេះគឺថាឆ្ងាញ់ខ្លាំងមែនតើបន្ទាប់ពីស្លឆ្អិនហើយគឺបងខ្ទឹមលីងចូលមកបងប្អូនរួចហើយដាក់ស្លឹកខ្ទឹមទៀតមកគឺថាឈ្ងុយខ្លាំងមែនតែនត្រាវក៏ឈ្ងុយខ្ទឹមលីងក៏ឈ្ងុយនិយាយទៅគឺស្លមួយមុខនេះគឺថាឆ្ងាញ់ខ្លាំងមែនតែនបងប្អូនចង់ញ៉ាំជាមួយបាយក៏បានញ៉ាំលេងក៏បានដែរមួយមុខនេះនោះឬក៏បងប្អូនដាក់បន្លែរៀងច្រើនមកហើយធ្វើទឹកជ្រលក់ដូចជាទឹកតៅហ៊ូអីនេះគឺថាត្រូវដែរបងប្អូននិយាយទៅលក្ខណៈជាស៊ុបបងប្អូនជាស្លញ៉ាំជាមួយបាយក៏បានជាស៊ុបក៏បានដែរជារួមទៅគឺថាតំណងខ្លាំងមែនតែនហើយឆ្ងាញ់ណាស់